ម្សិលមិញមេឃភ្លៀងភ្លៀងខ្លាំងបានភ្លៀងខ្លាំងចឹងទៅបានស្មៅដុះច្រើនណាស់ណាបាទតាមវាស្រែហ្នឹងគឺមានស្មៅដុះច្រើនឡើងខៀវស្ងាត់នោះនៅបងប្អូនឃើញណាអាកន្លែងនោះដើមព្រិញដើមអសរធំទេប៉ុណ្្នឹងឯងតែខ្ញុំឆ្ងល់ថានៅនឹងតាមវាស្រែឃើញសិតដើមព្រិញហ្នឹងសិតដើមព្រិញហើយខែហ្នឹងគឺមានផ្លែក្តឹបនៅខ្ចីតមួយខែពីរខែទៀតផ្លែទុំអត់តែខែព្រិញទុំម្ដងខ្ញុំមកបេះហូបព្រិញនៅចិត្តហ្នឹងឯងបងប្អូនឃើញណាវាស្រែអត់សូវធ្វើទេតែនៅខាងមុខនោះវិញនៅចិត្តបរិយានោះវិញគេធ្វើស្រែច្រើននៅហ្នឹងអ្នកខ្លះគាត់ឆោតឲ្យម្សាគាត់វាយដីជួលដីរៀបចំធ្វើស្រែម្ដងទៀតស្រីខ្លះចិត្តទុំចិត្តឆោតចឹងណាដោយសារនៅហ្នឹងមានបន្លាយទឹកនិយាយទៅឲ្យថាមានបន្លាយទឹកអត់មានទឹកមានដេតនេប្រជាពលរដ្ឋខ្មែរយើងគាត់ចេះតែមានការគិតមួយថាធ្វើអីមួយដើម្បីបានផលពីដីហ្នឹងចឹងណាស្អាតទេបងប្អូនអើយពេលល្ងាចឡើងពេលដែលម៉ោង7:06ហ្នឹងគឺស្អាតទេសភាពមើលថ្ងៃរឹបលេចហ្នឹងឯងឃើញស្មៅមានពណ៌ខៀវអាខ្លះមានពណ៌លឿងនោះពណ៌លឿងចាស់នេះបងប្អូនមើលនឹងស៊ូមឲ្យមើលនេះស្មៅនឹងស្មៅប្រភេទអីទេពណ៌លឿងមើលចឹងទៅវាស្រស់ស្រាយអារម្មណ៍ហត់លើការងារពីមួយថ្ងៃចឹងបងប្អូនដល់មកមើលចឹងទៅស្រកមកមើលទេសភាពមកស្រុកយកខ្យល់អាកាសបរិសុទ្ធចឹងទៅវាមានអារម្មណ៍ថាធូរស្រាលមានកម្លាំងសុខភាពល្អចឹងបងប្អូនអត់បានទៅណាឆ្ងាយទេបងប្អូនថតបាននៅចិត្តតែនឹងឯងហើយឥឡូវហ្នឹងនៅចិត្តនឹងអីហ្នឹងក៏មានកន្លែងខ្លះគេចាប់ផ្ដើមចាក់ដីបំពេញចឹងខ្ញុំគិតថាតែថ្ងៃមុខទៀតហ្នឹងរកទេសភាពធម្មជាតិបែបហ្នឹងវាអាចនឹងបាត់បង់បន្តិចម្ដងចឹងបងប្អូនបើថាថ្ងៃមុខនៅនេះអស់កន្លែងទៅថតមានចុះតាមភូមិស្រុកខេត្តផ្សេងប្រយោជន៍ទេសភាពស្រុកខ្មែរយើងកន្លែងប្លែកស្អាតចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនា